ក្នុងការផ្ទុកទំនិញតើអនុញ្ញាតឲ្យបន្ទុកលុយទៅខាងក្រោយរថយន្តប្រវែងប៉ុន្មានដោយមានចងក្រណាត់ពណ៌ក្រហមនៅខាងចុងបន្ទុកត្រឹម3ម៉ែត្របើរថយន្តមានទទឹងប្រវែង 2.5 ម៉ែត្រតើអនុញ្ញាតឲ្យបន្ទុកលុយហួសទៅសងខាងរថយន្តប្រវែងប៉ុន្មានមិនអនុញ្ញាតឲ្យបន្ទុកលុយហួសទៅសងខាងរថយន្តឡើយក្នុងការបើកបរនៅលើផ្លូវជាតិលេខ4តើទម្ងន់សរុបអតិបរមារបស់រថយន្តដែលមានផ្លូវ3កង់10ត្រូវអនុញ្ញាតត្រឹមប៉ុន្មានតោន25តោនក្នុងការបើកបរនៅលើផ្លូវជាតិលេខ4តើទម្ងន់សរុបអតិបរមារបស់រថយន្តដែលមានផ្លូវ4កង់12ត្រូវអនុញ្ញាតត្រឹមប៉ុន្មានតោន35តោនក្នុងការបើកបរនៅលើផ្លូវជាតិលេខ4តើទម្ងន់សរុបអតិបរមារបស់រថយន្តដែលមានផ្លូវ5កង់16ត្រូវអនុញ្ញាតត្រឹមប៉ុន្មានតោន40តោនក្នុងការផ្ទុកទំនិញតើអនុញ្ញាតឲ្យបន្ទុកលុយហួសទៅខាងក្រោយរថយន្តប្រវែងប៉ុន្មានដោយគ្មានដាក់សញ្ញាអ្វីសម្គាល់ត្រឹម1ម៉ែត្រក្នុងការផ្ទុកទំនិញតើអនុញ្ញាតឲ្យបន្ទុកមានកម្ពស់ប្រវែងប៉ុន្មានម៉ែត្រពីដីមិនលើសពី 4.2 ម៉ែត្រតើទម្ងន់អតិបរមាសង្កត់លើផ្លូវតូលនីមួយៗកង់4នៃរថយន្តឬរ៉ឺម៉កត្រូវអនុញ្ញាតត្រឹមប៉ុន្មាន10តោនក្នុងការបើកបរនៅលើផ្លូវជាតិលេខ4តើទម្ងន់សរុបអតិបរមារបស់រថយន្តដែលមានផ្លូវ2កង់6ត្រូវអនុញ្ញាតត្រឹមប៉ុន្មាន16តោនតើទម្ងន់អតិបរមាសង្កត់លើផ្លូវភ្លោះកង់8នៃរថយន្តឬរ៉ឺម៉កត្រូវអនុញ្ញាតត្រឹមប៉ុន្មាន19តោនក្នុងការផ្ទុកទំនិញដែលមានទំហំតូចហើយធ្ងន់តើអ្នកត្រូវរៀបចំទុកយ៉ាងដូចម្តេចត្រូវផ្ទុកទំនិញឲ្យស្ថិតចំកណ្ដាលនៃទូទ្រង់ក្រោយរថយន្តចំពោះរថយន្តដឹកអង្គធាតុគ្រោះថ្នាក់ដូចជាហ្គាសប្រេងឥន្ធនៈតើត្រូវមានដាក់អ្វីជាសញ្ញាសម្គាល់ត្រូវដាក់ផ្លាកសញ្ញាសម្គាល់អង្គធាតុនោះតើទម្ងន់អតិបរមាសង្កត់លើផ្លូវតូខាងមុខកង់2នៃរថយន្តត្រូវអនុញ្ញាតត្រឹមប៉ុន្មាន6តោនក្នុងការផ្ទុកទំនិញតើអនុញ្ញាតឲ្យបន្ទុកលយហួសទៅមុខរថយន្តប្រវែងប៉ុន្មានម៉ែត្រមិនអនុញ្ញាតឲ្យលយហួសទៅមុខរថយន្តទេ